ចឹងមកដល់កន្លែងនេះគឺជាកន្លែងដែលសំខាន់បាទបងប្អូនអរគ្នាមើលនៅត្រង់ចំណុចនេះគឺជា referral code ដែលបងប្អូនអរគ្នាចុះឈ្មោះតាមយកដំណរ link របស់ខ្ញុំបាទបងប្អូនទាំងអស់គ្នានឹងជួបលេខ code auto មិនតិចតែម្ដងពេលនោះបងប្អូនអរគ្នានឹងទទួលបាននៅ event ហ្នឹងហើយបើសិនតែអត់ឃើញលេខ code របស់ខ្ញុំនឹងទេអត់អាចទទួលបាននៅ event ហ្នឹងមួយទេបាទអូខេបន្ទាប់ពីយើងឃើញលេខ code របស់ខ្ញុំរួចហើយយើងចុចនេះបន្តមកបាទសួស្តីបងប្អូនអរគ្នាបាទស្វាគមន៍ការមកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតបាទនៅក្នុងវីដេអូនេះគឺថ្មីទៀតហើយក៏ដូចជាពិសេសសម្រាប់បងប្អូនអរគ្នាសមាជិកថ្មីដែលក៏មិនទាន់មាននៅ Binance ពេលនេះបងប្អូនអរគ្នាគឺ Binance មានការ promotion បាទចែកជូនទៅប្រាក់ជូនកម្មបងប្អូនអរគ្នារហូតដល់$500បាទគឺច្រើនមែនតើមិនដោយមិនធ្លាប់មានពីមុនមកចឹងអ្នកនរគ្នាថ្មីដែលអត់ទាន់មាន Binance អាចមើលនៅវីដេអូនេះបានគឺយើងធ្វើតែចំនួន3 step ទេបាទចំនួន3 step បងប្អូនអរគ្នានឹងទទួលបានទៅប្រាក់ចំនួន$6នឹងដោយ free តែម្ដងអញ្ចឹងបងប្អូនអរគ្នាអ្នកដែលមានគោលបំណងបាទចង់ធ្វើការបង្កើតនៅ Binance បាទអាចមើលវីដេអូនេះខ្ញុំនឹងបង្ហាញសង្ខេបខ្លះៗពីរបៀបក្នុងការទទួលបាននៅទឹកប្រាក់ចំនួន$6នេះដោយ free ពី Binance ផងដែរដូច្នេះដើម្បីកុំឲ្យខាតពេលយូរសម្រាប់បងប្អូនអរគ្នាដែលមិនទាន់មាន Binanceលក្ខខណ្ឌទី1បាទបងប្អូនអរគ្នាចុះឈ្មោះតាមយក referral លេខកូដណែនាំរបស់ខ្ញុំដែលខ្ញុំបានធ្វើការដាក់ឲ្យបងប្អូនអរគ្នានៅខាងក្រោម description video បាទចុច link នៅខាងក្រោម description video នឹងមកហើយបន្តមកទៀតបងប្អូនអរគ្នាចុះឈ្មោះបំពេញ ចុះឈ្មោះដាក់ email ដាក់អីរួចរាល់សិនទៅបាទទី1ហើយបន្តមកទៀតបងប្អូនអរគ្នាធ្វើ KYC បាទវីដេអូរបៀបការចុះឈ្មោះរបៀប KYC គឺខ្ញុំបានដាក់នៅខាងក្រោម description video ហើយចឹងបងប្អូនអរគ្នាអាចចូលទៅមើលបានវីដេអូរបៀបក្នុងការបង្កើត Binance ហើយនឹងធ្វើ KYC អាចចូលទៅមើលបានបាទទី1គឺយើងចុះឈ្មោះហើយធ្វើ KYC ឲ្យបានជោគជ័យបាទលក្ខខណ្ឌទី2បាទគឺបងប្អូនអរគ្នាធ្វើការ deposit លុយចូលតាមរយៈ P2P ឬក៏តាមរយៈផ្ទៃអីផ្សេងៗបងប្អូនអរគ្នាដាក់ចាប់ពី$20ឡើងទៅបាទខ្ញុំ recommend ឲ្យបងប្អូនអរគ្នាដាក់មក$25ទៅបងប្អូនបាទអញ្ចឹងយើង deposit លុយចូលបាទតាមរយៈ P2P ទៅបើអត់ចេះទេអាចមើលវីដេអូរបស់ខ្ញុំក៏បានមានវីដេអូនៅខាងក្រោម description video ហ្នឹងរបៀបក្នុងការដាក់លុយចូលតាមរយៈ P2P អញ្ចឹងបងប្អូនអរគ្នាអាចចូលទៅដាក់បានហើយវីដេអូរបៀបក្នុងការដាក់គឺខ្ញុំបានបរៀនរួចហើយអញ្ចឹងដាក់តាម P2P ចំនួន$25បន្ទាប់ពីយើងបានធ្វើការដាក់រួចរាល់ហើយយើងចូលលក្ខខណ្ឌទី3បាទលក្ខខណ្ឌទី3គឺបងប្អូនអរគ្នាធ្វើការ trade បាទ trade នៅក្នុង spot ឬក៏ future ប៉ុន្តែបងប្អូនអរគ្នាថ្មីអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនអរគ្នា trade នៅលើ spot ព្រោះវាអត់មានហានិភ័យតែបើសិនជាយើង trade នៅលើ future គឺវាមានហានិភ័យខ្ពស់ជាងបាទអញ្ចឹងបងប្អូនអរគ្នា trade នៅលើ spot ទៅ trade ជាមួយនឹងកាក់គូណាក៏បាន USDT ជាមួយ FUSD ក៏បានបាទជាមួយ BNB ក៏បានដែរអញ្ចឹងយើងអាចធ្វើការ trade វាចុះទៅឡើងទៅឲ្យបានvolume លើ$25ទៅបន្ទាប់ពីយើងធ្វើកិច្ចការងារនឹងទាំងអស់ហើយបងប្អូនអរគ្នានឹងទទួលបានទឹកប្រាក់ចំនួន$6ភ្លាមៗតែម្ដងអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតបាទទី1បងប្អូនអរគ្នាចុះឈ្មោះតាមរយៈ referral code ណែនាំរបស់ខ្ញុំរួចហើយធ្វើ KYC បងប្អូនអរគ្នាទទួលបាន$2បាទបន្តមកទៀតបងប្អូនអរគ្នា deposit លុយចូលតាមរយៈ P2P បងប្អូនអរគ្នាទទួលបាន$2ទៀតហើយទី3បងប្អូនអរគ្នាចូលទៅ trade នៅលើ spot ឬក៏នៅលើ future បងប្អូនអរគ្នាទទួលបាន$2បន្ថែមទៀតអញ្ចឹងសរុបទាំងអស់បងប្អូនអរគ្នាទទួលបាន$6ដោយ free តែម្ដងអញ្ចឹងបងប្អូនអរគ្នានេះគឺជាឱកាសដែលបងប្អូនអរគ្នាត្រូវចាប់យកនៅ event មួយនេះអញ្ចឹងសូមបញ្ជាក់ផងដែរសម្រាប់ event មួយនេះគឺមានចំនួនកំណត់បាទ$500ត្រឹមតែ600អ្នកតែប៉ុណ្ណោះហើយការ promotion ហ្នឹងគឺមានចាប់ពីថ្ងៃទី16នេះរហូតដល់ថ្ងៃទី30បាទមានរយៈពេល15ថ្ងៃអញ្ចឹងបងប្អូនអរគ្នាដែលមិនទាន់មាន Binance ចាប់ដើមមកធ្វើការចុះឈ្មោះយកនៅ event នេះទាំងអស់គ្នាអញ្ចឹងតោះឥឡូវខ្ញុំសូមបង្ហាញដល់ផ្ទាល់តែម្ដងពីរបៀបការចុះឈ្មោះចំណុចទី1និងចំណុចទី2ចំណុចទី1ខ្ញុំបង្ហាញបងប្អូនអរគ្នាអំពីរបៀបក្នុងការចុះឈ្មោះតាមរយៈ referral link បាទដែលខ្ញុំបានដាក់នៅក្នុង description video ហ្នឹងទី2គឺខ្ញុំនឹងបង្ហាញផ្ទាល់នៃការចូលទៅ download នៅក្នុងApp Store ឬក៏ Play Store តែម្ដងបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបងប្អូនអរគ្នាចូលទៅធ្វើតាមខ្ញុំទាំងអស់គ្នាដើម្បីទទួលបាននៅ event មួយនេះបាទអូខេតោះបងប្អូនអរគ្នាអញ្ចឹងសម្រាប់ចំណុចទី1បងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់វីដេអូ YouTube របស់ខ្ញុំមកបាទអញ្ចឹងបងប្អូនអរគ្នាចុចមកកន្លែងនេះហើយក៏បងប្អូនអរគ្នាកុំភ្លេច share នៅវីដេអូនេះចូលចែករំលែកទៅកាន់មិត្តភ័ក្តិរបស់បងប្អូនអរគ្នាបានឃើញផងដើម្បីគាត់ទទួលបាននៅ event នេះអញ្ចឹងមានត្រឹមតែ$600ចំនួន100នាក់តែប៉ុណ្ណោះបាទអញ្ចឹងអ្នកនរគ្នាកុំភ្លេច like ហើយនិង subscribe វីដេអូរបស់ខ្ញុំមួយផងណាអូខេអញ្ចឹងបន្តទៀតបងប្អូនអរគ្នាចុចមកកន្លែងនេះមកហើយយើងចុចមកកន្លែងនឹងទៀតមកអញ្ចឹងបងប្អូនអរគ្នានឹងឃើញនេះបាទវីដេអូរបៀបដាក់លុយចូលតាមរយៈ P2P បាទវីដេអូរបៀបបង្កើត Binance អញ្ចឹងអាចទៅមើលបានរបៀបក្នុងការបង្កើតអូខេអានេះគ្រាន់តែខ្ញុំបង្ហាញខ្លះៗទេអញ្ចឹងបងប្អូនអរគ្នានឹងឃើញនេះ link ចុះឈ្មោះ Binance ចាំខ្ញុំដាក់នៅលើគេឲ្យបងប្អូនអរគ្នាតែម្ដងបាទអញ្ចឹងយើងចុចមក link ហ្នឹងបាទចុច
lại nâng máu và tôi biết bằng hai tầm rong chia lại cái này nhưng còn là tôi cao bằng pin nơi emailរបស់បងប្អូនអរគ្នាមកបាទបងប្អូនអរគ្នាមាន email បែបណាយើងដាក់ចូលបែបហ្នឹងមកបាទឥឡូវនេះគឺខ្ញុំបានធ្វើការបំពេញនៅ email របស់ខ្ញុំរួចហើយចឹងខ្ញុំចុចនេះបាទចឹងយើងដាក់ email បងប្អូនអរគ្នាមកកន្លែងនេះគឺបើឲ្យយើងជ្រើសរើស Panda បងប្អូនអរគ្នាវាឲ្យជ្រើសរើសអីយើងជ្រើសរើសមក Panda ហ្នឹងខ្លាំងខ្មុំបាទខ្ញុំចុចជ្រើសរើសអូខេបាទអញ្ចឹងពេលនេះគឺវាផ្ញើកូដទៅកាន់ email របស់យើងចឹងយើងចូលទៅកាន់ email របស់យើងហើយយើងធ្វើការរងចាំលេខកូដវាផ្ញើឲ្យបាទរងចាំបងប្អូនអរគ្នាអញ្ចឹងវាបានផ្ញើចូលមកកាន់ email របស់យើងហើយអញ្ចឹងយើងគ្រាន់តែចុចលើវាមកហើយបងប្អូនអរគ្នាឃើញលេខកូដនេះយើងចុចសង្កត់ copy វាមកបាទយើងសរសេរវាក៏បានដែរបើយើង copy វាលឿនបាទអញ្ចឹងពេលយើងដាក់ pass ចូលកន្លែងនេះវានឹង load មកដល់កន្លែងនេះគឺវាឲ្យយើងធ្វើការបំពេញនៅ password អញ្ចឹង password នេះសំខាន់បងប្អូនអរគ្នាត្រូវអាចកត់រក្សាវាទុកក្នុងសៀវភៅឬក៏ទុកកន្លែងណាមួយដែលបងប្អូនអរគ្នាអាចធ្វើការចាំវាបានអញ្ចឹងឥឡូវកន្លែងនេះខ្ញុំដាក់ password វាតិចសិនយើងបានដាក់ password ហើយយើងគ្រាន់តែចុចនេះបន្តមកអូខេ password នឹងមានដាក់អក្សរតូចអក្សរធំអីចឹងណាបងប្អូនបាទអញ្ចឹងមកដល់កន្លែងនេះគឺជាកន្លែងដែលសំខាន់បាទបងប្អូនអរគ្នាមើលនៅត្រង់ចំណុចនេះគឺជា referral code ដែលបងប្អូនអរគ្នាចុះឈ្មោះតាមយកដំណល link របស់ខ្ញុំបាទបងប្អូនទាំងអស់គ្នានឹងជួបលេខកូដអូតូមិនតិចតែម្ដងពេលនោះបងប្អូនអរគ្នានឹងទទួលបាននៅ event ហ្នឹងហើយបើសិនតែអត់ឃើញលេខកូដរបស់ខ្ញុំនឹងទេអត់អាចទទួលបាននៅ event ហ្នឹងមួយទេបាទអូខេបន្ទាប់ពីយើងឃើញលេខកូដរបស់ខ្ញុំរួចហើយយើងចុចនេះបន្តមកវានឹង load បន្ថែមទៀតនៅឈ្មោះរបស់ខ្ញុំឃើញទេអញ្ចឹងអ្នកដែលបាន invite គឺខ្ញុំអ្នកដែលបានណែនាំបងប្អូនអរគ្នាឲ្យចុះឈ្មោះហ្នឹងគឺខ្ញុំនឹងឯងឈ្មោះ OMN អញ្ចឹងតើដល់ឃើញឈ្មោះរបស់ខ្ញុំបែបនេះបាទបងប្អូនអរគ្នាមានសិទ្ធិក្នុងការទទួលបាននៅ event $5 នេះបើសិនតែបានចុះឈ្មោះតាម link របស់ខ្ញុំទេអាចទទួលបាននៅ event មួយនេះទេអូខេបន្តមកទៀតបងប្អូនអរគ្នាគ្រាន់តែចុចកន្លែង download Android download កន្លែងហ្នឹងមកបាទចុចកន្លែងហ្នឹងទៅហើយវានាំយើងចូលទៅកាន់ Play Store ឬ App Store យើងធ្វើការតឡើងនៅកម្មវិធីហ្នឹងហើយឃើញទេចឹងបងប្អូនអរគ្នាគ្រាន់តែធ្វើការចុចតឡើងវាមកជាការស្រេចហើយបើយើងចុចតឡើងវាហ្នឹងមកបាទបងប្អូនអរគ្នាឥឡូវនេះគឺវាបានធ្វើការដំឡើងចប់ជោគជ័យហើយអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែធ្វើការបើកនៅកម្មវិធីហ្នឹងមកបាទអូខេបន្ទាប់ពីយើងបើកកម្មវិធីហ្នឹងហើយយើងធ្វើការយកកន្លែង AMU Crypto ខាងលើនេះបាទ AMU Crypto ខាងលើហ្នឹងមកអូខេរកអ្នកថ្មីអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនអរគ្នាគ្រាន់តែធ្វើការយកកន្លែង login ដោយសារតែយើងមាន account រួចហើយអញ្ចឹងយើងយកកន្លែង login ហ្នឹងមកអូខេបន្តមកទៀតយើងដាក់ email របស់យើងកន្លែងហ្នឹងណាបងប្អូនបាទដាក់ email របស់យើងដែលយើងបានធ្វើការចុះឈ្មោះមិញហ្នឹងយើងដាក់កន្លែងហ្នឹងចូលមកបាទយើងដាក់ email របស់យើងចូលមកបាទបន្ទាប់ពីយើងដាក់ email ហើយយើងដាក់លេខកូដសម្ងាត់របស់យើង password របស់យើងចូលទៅបាទរួចហើយវានឹងចូលទៅកាន់ platform របស់យើងតែម្ដងអានេះគឺចំណុចជំហានទី1ចំណុចទី1ដែលខ្ញុំបានបង្ហាញពីរបៀបការចុះឈ្មោះតាមយកដំណ link មួយទៀតបើសិនតែបងប្អូនអរគ្នាអត់ចង់ចុះឈ្មោះតាមយកដំណ link ទេបាទបងប្អូនអរគ្នាអាចចូលទៅកាន់ Play Store ឬ App Store ដដែលបាទចូលទៅកាន់ដដែលមករួចហើយបងប្អូនអរគ្នាសើចពាក្យថា Binance បាទអានេះសម្រាប់ជំហានទី2ដែលបងប្អូនអរគ្នាអត់បានចុចតាមយក referral link អញ្ចឹងបងប្អូនអរគ្នាសើចពាក្យថា Binance មកញ៉េចាំបងប្អូនអរគ្នាចុចបើកវាហើយបងប្អូនអរគ្នាធ្វើការ install វាដូចដើមអញ្ចឹងយើងធ្វើការចុចបើកវាមកអានេះជំហានទី2ដែលយើងត្រូវធ្វើការចុចឈ្មោះដោយយើងអត់បានចុចតាមយកដំណ link អញ្ចឹងយើងចុច allow វាមកហើយកន្លែងនេះយើងចុចពាក្យថា sign up មកបាទ sign up ឬក៏ sign in អញ្ចឹងណាអញ្ចឹងមកដល់កន្លែងនេះយើងគ្រាន់តែធ្វើការដាក់នៅ email របស់បងប្អូនអរគ្នាដាក់ email បងប្អូនអរគ្នាដែលអាចទទួលសារបានអាចប្រើប្រាស់វាបានណាអញ្ចឹងយើងដាក់ email យើងចូលមកអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំបានដាក់ email របស់ខ្ញុំរួចរាល់ហើយអញ្ចឹងខ្ញុំចុច next បន្តទៀតបាទអានេះវិធីសាស្ត្រទី2ក្នុងការចុះឈ្មោះអូខេអញ្ចឹងយើងរងចាំវាតិចវានឹងផ្ញើលេខកូដទៅកាន់ email ដូចគ្នាអញ្ចឹងយើងចូលទៅកាន់ email របស់យើងមកហើយយើងអាច refresh វាអញ្ចឹងវានឹងផ្ញើលេខកូដមកដូចគ្នានេះឃើញទេយើងចុចលេខកូដនឹងមកអូខេហើយបងប្អូនអរគ្នាចុចសង្កត់លើវាបាទហើយយើង copy វាមកដាក់នៅត្រង់ចំណុចនេះហើយវានឹង link ទៅអូតូមកដល់កន្លែងនេះគឺយើងដាក់ password ដូចគ្នាណា password ដូចបងប្អូនអរគ្នាដាក់យ៉ាងម៉េចឲ្យងាយស្រួលចាំដល់ខ្លួនឯងឲ្យវាចេញសញ្ញាគ្រីទាំងអស់កន្លែងហ្នឹងឥឡូវខ្ញុំដាក់វាតិចសិនយើងបានដាក់ password ហើយយើងចេញនេះបន្តទៀតមកបាទអូខេអញ្ចឹងយើងរងចាំតិចអញ្ចឹងមកដល់កន្លែងនេះខុសគ្នាត្រង់ចំណុចនេះបាទខុសគ្នាត្រង់ថានៅពេលដែលបងប្អូនអរគ្នាចុចតាមយក link របស់ខ្ញុំវានឹងជាប់ link អូតូកន្លែងនេះហើយឃើញទេប៉ុន្តែបើសិនបងប្អូនអរគ្នាចូលទៅ download តាមរយៈនេះ Play Store ឬ App Store បងប្អូនអរគ្នាមកដល់កន្លែងនេះដាច់ខាតត្រូវទៅយកពាក្យថា yes បាទរួចហើយបងប្អូនអរគ្នាឃើញវាឲ្យបំពេញកន្លែងនេះគឺលេខកូដ referral នេះណែនាំលេខកូដដុល្លារក៏បានដែរប៉ុន្តែដាក់ទីផ្សេងគឺអាចទទួលបាននៅ event មួយនេះទេអញ្ចឹងដើម្បីបងប្អូនអរគ្នាទទួលបាននៅ event មួយនេះបងប្អូនអរគ្នាត្រូវដាក់លេខកូដរបស់ខ្ញុំគឺ2022 12154ពីជាបន្តទៀតបាទ2022 12154អញ្ចឹងយើងដាក់មកហើយយើងចុច next បន្តទៀតមកអញ្ចឹងវានឹង link ទៅហើយបងប្អូនអរគ្នាឃើញទេវានឹង link ចូលមកកាន់ account របស់យើងបែបនេះតែម្ដងបាទវាលោតទៅក្នុង platform របស់យើងវាលោតទៅឲ្យយើងធ្វើ KYC តែម្ដងណា
បាទអញ្ចឹងវាលក់យើង KYC អញ្ចឹងយើង recommend អ្នកវា recommend ឲ្យយើងប្រើនៅអត្តសញ្ញាណប័ណ្ណខ្មែរយើងប្រើអត្តសញ្ញាណប័ណ្ណទៅដល់ពេលទៅឯកសារវាមាន4មានអត្តសញ្ញាណប័ណ្ណមានបើកបរមាន passport ហើយនិង resident permit អញ្ចឹងទៅអញ្ចឹងយើងអាចធ្វើការនេះទៅបាទធ្វើ KYC ទៅយើងនឹងទទួលបាននៅ event ហ្នឹងហើយបាទអញ្ចឹងបន្ទាប់ពីយើងបានធ្វើការ KYC ចុចឈ្មោះរួចហើយធ្វើ KYC នៅត្រង់កន្លែងនេះ KYC គឺបំពេញតញ្ញត្តិបាននឹងឯងវីដេអូរបៀបធ្វើ KYC ចុចឈ្មោះក៏បាននៅក្រោមវីដេអូអាចចូលទៅមើលបានណាអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញសង្ខេបអញ្ចឹងឧទាហរណ៍ថាឥឡូវយើងបានធ្វើ KYC រួចរាល់អស់ហើយបាទបងប្អូនអរគ្នាធ្វើការdeposit លុយចូលបាទចំនួន$25យើងដាក់ deposit លុយចូលទៅបញ្ជាក់បងប្អូនអរគ្នាការ deposit ចូលនៅក្នុង Binance គឺអត់មានបាត់តាណាទេបងប្អូនអរគ្នាបាទអត់មានបាត់តាណាទេជា exchange លំដាប់ពិភពលោករំដាប់លេខ1នៅលើពិភពលោកអញ្ចឹងបងប្អូនកុំភ័យបាទកុំភ័យអសោះណាអូខេបន្ទាប់ពីយើងបាននេះហើយយើងធ្វើការ deposit លុយចូលបាទតាមរយៈ P2P អញ្ចឹងបងប្អូនអរគ្នាចូលកន្លែងមកនេះឃើញ P2P ហើយអញ្ចឹងរបៀប deposit លុយចូលនេះវីដេអូខ្ញុំមានបាទវីដេអូគឺខ្ញុំបានដាក់នៅក្រុម description វីដេអូរបៀប deposit បានលុយចូលកាន់ Binance តាមរយៈ P2P អញ្ចឹងអាចមើលវីដេអូនៅក្រុម description បានអត់យល់អាចឆាតមកខ្ញុំផ្ទាល់ដើម្បីកុំឲ្យមានបញ្ហាខាតបង់លុយអញ្ចឹងអាចទៅមកខ្ញុំផ្ទាល់បានបន្ទាប់ពីយើងបាន deposit លុយចូលហើយយើងចូលដល់ដំណាក់កាលទី3បាទគឺយើងធ្វើការចូលមក trade បាទ trade នេះគឺខ្ញុំ recommend ឲ្យបងប្អូនអរគ្នាអ្នកថ្មីគឺយើង trade នៅនឹង spot ទៅបាទ trade នៅលើ spot ទៅព្រោះវាអត់មានហានិភ័យទេប៉ុន្តែបើសិនយើង trade នៅលើ future វាអាចនឹងមានហានិភ័យព្រោះយើងអត់ចេះគ្រប់គ្រងនៅស្ថានភាពវាត្រូវឡើងឬចុះយ៉ាងម៉េចយើងអត់ចេះណាអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនគ្នា trade នៅលើ spot ទៅយើង trade ជាគូអីក៏បាន USDT ហើយជាមួយនឹងគូUSDT ក៏បានដែរ USD ហ្នឹងយើង trade វាទៅយើង trade ចុះទៅឡើង2ដងទៅហើយយើងនឹងទទួលបាន event ហ្នឹងហើយចុះបន្ទាប់ពីយើងបានធ្វើទាំងអស់នេះហើយបងប្អូនអរគ្នាអាចចូលមក claim reward នៅកន្លែងនេះកន្លែង reward hop កន្លែងហ្នឹងយើងចូលកន្លែងហ្នឹងមកបាទអញ្ចឹងវានឹងបង្ហាញចំណុចឲ្យយើងធ្វើឲ្យនៅក្នុងកន្លែងហ្នឹងទី1ទី2ទី3អញ្ចឹងកន្លែងនេះគឺវាឲ្យយើងធ្វើអីវាឲ្យយើងដាក់លុយឲ្យលើសពី$20អញ្ចឹងបានខ្ញុំឲ្យបងប្អូនអរគ្នាដាក់ចាប់ពី$25ទៅបាទវាងាយស្រួលអញ្ចឹងណាពី deposit ហើយយើងទទួលបាន$2បាទកន្លែងហ្នឹងណាយើងចុចកន្លែងហ្នឹងទៅវាឲ្យយើង deposit ហើយទី2គឺវាឲ្យយើងទៅពី deposit ហើយយើងធ្វើការ trade បាទធ្វើម៉េចឲ្យបាន volume លើ$25អញ្ចឹងហើយបាទខ្ញុំឲ្យបងប្អូនអរគ្នាដាក់លុយចាប់ពី$25ឡើងទៅបាទអូខេយើងទទួលបាន$2បន្ថែមទៀតបន្ទាប់ពីយើងបានធ្វើការដាក់លុយចូលហើយយើងទៅ trade បាទទៅ trade ណាហើយបាន$20ហើយកន្លែងនេះគឺ KYC វាដាក់បញ្ច្រាស់វាតិចខាងក្រោមនេះគឺយើងធ្វើ KYC តាំងពីដើមហើយអញ្ចឹងធ្វើ KYC បាន$2បានន័យថាបំពេញតាញ៉ាំបាន scan រូប scan អីចឹងទៅយើងទទួលបាន$2ទៅមកទៀតយើងដាក់លុយចូលកន្លែងនេះគឺយើងទទួលបាន$2ទៀតហើយយើងធ្វើការ trade នៅលើ spot ឬក៏ future យើងទទួលបាន$2ទៀតសរុបទាំងអស់គឺ$6អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនៅវីដេអូនឹងបានខ្ញុំបានបង្ហាញលម្អិតឲ្យបងប្អូនអរគ្នាអស់ហើយវីដេអូនេះអាចរៀងវែងបន្តិចអញ្ចឹងបើសិនបងប្អូនអរគ្នាអត់យល់កន្លែងណាអាច comment នៅក្រោមវីដេអូគឺឆាតមកកាន់ខ្ញុំផ្ទាល់តាមរយៈ Telegram ក៏ដូចជាចង់ចូលក្នុងក្រុមសាកសួរបាន24ម៉ោងពេលដែលខ្ញុំទៅនេះគឺខ្ញុំឆ្លើយតបទៅកាន់បងប្អូនអរគ្នាតែម្ដងបាទអត់ដល់ពេលខ្ញុំទៅនេះពេលច្រើនគឺខ្ញុំតបលឿនទេបងប្អូនអរគ្នាមានចម្ងល់ឆ្ងល់អីអាចឆាតមកសួរបានណាអញ្ចឹងបើសិនតែក្នុងករណីបងប្អូនអរគ្នាមានបញ្ហាអីអាចឆាតមកខ្ញុំមកណាបាទអញ្ចឹងវីដេអូនេះគឺបង្ហាញបងប្អូនអរគ្នាតែប៉ុណ្ណេះពុំមានខ្ញុំនឹងអាប់ដេតជូននៅក្នុងក្រុម Telegram របស់ខ្ញុំបាទអរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបន្តទៀតណាបាយបាយសង្ឃឹមថាបងប្អូនអរគ្នា share វីដេអូនេះឲ្យសមាជិកបងប្អូនអរគ្នាយើងបានចុះឈ្មោះនិងទទួលបាននៅលុយចំនួន$6នេះទាំងអស់គ្នាផងដែរបាទអរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបន្តទៀត